ខ្លះស្គាល់ទីកន្លែងនេះដែរហើយទីកន្លែងនេះគឺហៅថាទំនប់សាឡាតាអនដែលប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនៅក្នុងភូមិឯកស្រុកឯកភ្នំហ្នឹងក៏តែងតែស្គាល់ហើយទីកន្លែងនេះគឺជាកន្លែងល្បីមួយសម្រាប់ប្រជាពលរដ្ឋនិងបងប្អូនទាំងអស់មកពីមជ្ឈដ្ឋានគ្រប់ទីកន្លែងហ្នឹងក៏មកទស្សនានិងនេសាទត្រីចឹងបងប្អូនណាខ្លះដែលធ្លាប់មកទីកន្លែងនេះជួយ comment ជួយ share ម្នាក់មួយដើម្បីបានវីដេអូថ្មីបន្តទៀតហើយនៅពេលនេះដែរម៉ោង6ហើយប្រជាកសិករចាប់ដើមចុះទៅនេសាទត្រីទៀតហើយមានការនេសាទត្រីដោយសារម្ដុំនេះសបោត្រីមែនទេនៅក្នុងរដូវវស្សានេះតែមានប្រជាកសិករនឹងច្រើនណាក្នុងការនេសាទត្រីមានច្រើនទឹកឡើងដោយសាររដូវខែភ្លៀងចេះទឹកឡើងមកពីលើហើយទំនប់នេះបានជួយស្តុបទឹកដល់ប្រជាកសិករច្រើនមែនទេនៅក្នុងនេះវាអាចជួយដល់អ្នកដែលធ្វើស្រែចម្ការជាច្រើននៅក្នុងពេលនេះដែរហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូន